វីដេអូនេះសម្រាប់បងណាដែលត្រៀមចិត្តថាចង់មករស់នៅសហរដ្ឋអាមេរិកហើយចង់ចាប់អាជីពជាជាងធ្វើកញ្ចក់ហើយសម្រាប់បងណាដែលចាប់ផ្ដើមនៅអាមេរិកយូរណាក៏តែគាត់ចង់គាត់ចិត្តចូលធ្វើជាជាងធ្វើកញ្ចក់នៅអាមេរិកអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបធ្វើ pedicure ធម្មតា basic pedicure នៅសហរដ្ឋអាមេរិកជាងកញ្ចក់នៅសហរដ្ឋអាមេរិក pedicure ហ្នឹងមានន័យថាធ្វើជើងយើងធ្វើជើងឲ្យគេហ្នឹងណាតែអា pedicure ដែលនៅអាមេរិកតែខ្ញុំធ្វើឲ្យអ្នកគ្នាមើលហ្នឹងគឺថាភ្ញៀវគេអង្គុយនៅកៅអី spa ទៅអ្នកគ្នាឃើញអាថង់ខៀវហ្នឹងទេកន្លែងហ្នឹងអា bus stop ហ្នឹងយើងទុកដាក់ទឹកដូចនៅស្រុកខ្មែរយើងមានឃើញដែរហើយតើមកយើងដាក់ថង់ហ្នឹងហើយបើយើងបាក់ទឹកក្តៅនៅក្នុងហ្នឹងចូលទឹកក្តៅអូនហ្នឹងចូលដើម្បីឲ្យភ្ញៀវដាក់ជើងចូលនៅក្នុងហ្នឹងអញ្ចឹងណាហើយបន្ទាប់មកដំបូងគឺថាអ្នកអង្គត្រូវមានកន្ត្រៃកាត់ចោតមានអីមកឈុតមកហើយនឹងមកឈុតមួយទៀតគឺថាមានប្រដាប់រុះកែងជើងមានប្រដាប់រុះកញ្ចក់ហើយនឹងអា buffer ហ្នឹងអាពងសម្រាប់រុះនៅលើកញ្ចក់យើងហ្នឹងមានមកឈុតនឹងមកហើយបន្ទាប់មកគឺថាយើងចាប់ផ្ដើមជូតកញ្ចក់ជើងភ្ញៀវចេញមុនដំបូងគឺយើងជូតកញ្ចក់ជើងភ្ញៀវហើយយើងកាត់កញ្ចក់ជើងភ្ញៀវហើយយើងកាត់សាច់កាត់អីដូចតែយើងធ្វើនៅស្រុកខ្មែរអញ្ចឹងអាហ្នឹងគឺថា step ទី1អ្នកគ្នាជំរាបលាងកញ្ចក់ចេញកាត់កញ្ចក់ឲ្យខ្លីហើយកាត់សាច់កាត់អីឲ្យស្អាតយ៉ាហើយចូលដល់វគ្គទី2គឺថាយើងចាប់ផ្ដើមដោះកែងជើងគេអ្នកគ្នាកុំតន់ឥឡូវខ្ញុំនិយាយលឿនពេកអញ្ចឹងខ្ញុំអត់តន់និយាយដល់វគ្គទី2តែខ្ញុំចង់ប្រាប់អ្នកគ្នាថាខ្ញុំធ្វើវីដេអូនេះដោយសារតែមានបងឆាតមកសួរខ្ញុំสนំពរខ្ញុំគាត់ថាគាត់ចង់បានឃើញវីដេអូពេញក្នុងការធ្វើជើងនៅហាងកញ្ចក់អាមេរិកហ្នឹងគេធ្វើរបៀបម៉េចអីចឹងណាពួកឯងគាត់ចិត្តមកចូលធ្វើការឬក៏មិនចឹងទៅក៏ខ្ញុំនឹកឃើញថាអូខេឥឡូវនេះខ្ញុំគាត់ចង់ធ្វើវីដេអូបង្ហាញអ្នកគ្នាពីមួយជំហានទៅមួយជំហានដើម្បីឲ្យអ្នកគ្នារបៀបថាដឹងតិចនិចក្នុងការធ្វើពេលដែលយើងចូលទៅដល់ហាងថ្ងៃទី1ទៅយើងអត់សូវភ័យអត់សូវញ័រសូវអីចឹងព្រោះខ្ញុំដឹងអ្នកគ្នាការខ្ញុំចូលធ្វើការនៅហាងគេដំបូងគឺថាអារម្មណ៍ដូចគ្នាចឹងអត់ដឹងចាប់អាណាមុនទេហើយមិនមែនយើងចូលទៅដល់ម្ចាស់ហាងគេមកអង្គុយប្រាប់យើងអត់ទេអ្នកគ្នាគេគ្រាន់ប្រាប់យើងថាអូភ្ញៀវនេះមកទៅធ្វើគេតែប៉ុណ្្នឹងហើយខ្ញុំអត់ដឹងណាណៃលេងអញ្ចឹងទៅក៏ខ្ញុំចង់ផុសវីដេអូនេះចែករំលែកឲ្យអ្នកគ្នាដើម្បីសម្រាប់បងណាតែគាត់ចង់ចាប់ដើមទៅគាត់ឃើញចឹងទៅគាត់មានតម្រុយក្នុងការធ្វើអូខេឥឡូវនេះយើងចូលមកដល់វគ្គទី2ហើយវគ្គទី2គឺថាយើងដោះកែងជើងភ្ញៀវអាកន្លែងក្រិនចេញហើយសម្រាប់ខ្ញុំ